ជំរាបសួរពុកម៉ែបងប្អូនដែលចូលមកទស្សនាវីដេអូខ្ញុំបាទនេះចំណតរថភ្លើងក្រោមដីនៅក្នុងប្រទេសកូរ៉េហើយសាមុនខ្ញុំបានថតមួយសារដែរហើយចំណតរថភ្លើងនេះមានច្រើនជាន់មានមិញខ្ញុំទំឡើងចេញពីខាងខោមកដល់លើនេះហើយឥឡូវមកដល់ខាងលើតិចទៀតដូរជើងឆ្លងចុះទៅខាងខោមួយជាន់ទៀតវិញហើយមើលគេប្រចាំងស្លាយទូធំហើយចាយមកនេះជប៉ុនជនជាតិជប៉ុនហើយថតរៀងប្រយ័ត្នដែរតែថតប្រទេសផ្ដាស់ហ្នឹងមានបញ្ហាលើហើយអត់ហ៊ានដើរតាមយន្តយន្តទេដោយសារចាយនេះគាត់លាកខ្លីហើយយើងថតវីដេអូដែលយើងដើរតាមយន្តជើងវិញអត់ហ៊ានថតប្រទេសផ្ដាស់ទេនៅណែបងប្អូនដឹងស្រាប់ហើយមានចេះថតប្រទេសផ្ដាស់ទេហើយដើរតាមនេះរហូតហើយបានផែជា6 7ឆ្នាំហើយណា6 7 8ឆ្នាំហើយកន្លែងណាដែលដូរជើងវែងបានចតាយន្តនេះជួយយកបានដើរលើចតាយន្តហ្នឹងទៅរៀងធូរជើងបន្តិចដោយសារយើងត្រូវដូរជើងដើរឆ្ងាយដែរហើយតាមរថភ្លើងក៏អត់សូវហ៊ានថតប៉ុន្មានដែរដោយសារតែរថភ្លើងពួកគាត់ស្អីគាត់លាកខ្លីអញ្ចឹងអត់អាចចេះទៅថតប្រេះផ្ដាស់បានទេនៅនេះតែយើងមិនស្រួលហ្នឹងគេចោតពីបត់នេះបត់នោះដល់ពេលយើងទៅអត់អាចថតប្រេះផ្ដាស់បានទេហើយចិត្តដល់កន្លែងចុះទៅជិះរថភ្លើងខ្សែដែលខ្ញុំត្រូវជិះនៅចំណតហុងទេពគូនេះធំមានផ្សារក្រោមដីហើយនៅខាងលើនោះក៏ស្អាតដែរហើយនៅនេះសវោជនជាតិច្រើនមានគ្រប់ជាតិសាសន៍មានជប៉ុនមានចិនភាគច្រើនជប៉ុនហើយនិងចិនច្រើននៅនេះហើយជនបរទេសអីផ្សេងទៀតក៏ច្រើនដែរដោយសារតែនៅនេះវាជាប់ជាមួយនឹងខ្សែពលានយន្តហោះអ៊ីនឆុនដល់ពេលអញ្ចឹងទៅគេដូរជើងទៅពលានយន្តហោះផងមកពីខាងនេះដោយសារតែរថភ្លើងគេមកដល់មួយហើយអញ្ចឹងមនុស្សចេញមកច្រើននៅខាងមាត់ឈក់ហ្នឹងហើយម៉អូនសក់ក្រហមនេះជនជាតិជប៉ុនចាំមើលខ្ញុំដាក់សលេងស៊ីនឲ្យស្ដាប់ហើយកន្លែងនេះចុះទៅចូលជិះរថភ្លើងខ្សែលេខ2មកខាងផ្ចឹន Terminal ដោយសារមកដល់ខាងផ្ចឹន Terminal ហ្នឹងទិញសវត្តឡានក្រុងមកអ៊ីលតុងហើយដល់ពេលចឹងទៅថ្ងៃនេះថ្ងៃគេស្អែកគេឈប់ចាប់ពីស្អែកទៅគេឈប់បន់ឈូសក់ហើយមនុស្សច្រើនណាហើយបងអូន3នាក់នេះក៏ជនជាតិជប៉ុនដែរលើនិយាយភាសាជប៉ុនហើយតិចទៀតរថភ្លើងមកដល់ហើយចាំមើលរថភ្លើងកន្លែងប្លង់ថតពេលរថភ្លើងមកនេះអត់ល្អសោះផ្លិចបញ្ញាពេកផ្លិចបើកឡុកវានោះហើយដល់ពេលចឹងទៅវាទៅជាចាប់ចុះវិញចាប់បឈូវិញបើអត់មានប្លង់ផ្សេងកាត់ចោលប៉ុន្តែអត់មានប្លង់ផ្សេងបានពេលរថភ្លើងមកអញ្ចឹងអត់ហ៊ានថតច្រើនទេដោយសារខ្លាចជាប់គេពីចឹងទៅវាអាចមានបញ្ហាដល់យើងណែតាំងតែថតគេប្រទេសផ្ដាស់មិនបានទេបើមានរឿងដល់យើងទៀតហើយនៅនេះមកដល់តុងសូល Terminal នៅចិត្តអាគារ123ជាន់មែនតើនៅនេះឃើញស៊ូមកអានេះពេលដូចជាពេលនេះម៉ោង 4:30 ហើយខ្ញុំទិញស្វតឡានក្រុងបានម៉ោង 7-10 នាទីអញ្ចឹងនៅអង្គុយចាំឡើងរហូតដល់យប់ដោយសារតែមនុស្សច្រើននេះបើសិនតាយើងកក់តាមទូរស័ព្ទប្រហែលជាល្អជាងប៉ុន្តែដោយសារតែអត់ដឹងថាថ្ងៃគេឈប់សម្រាកអញ្ចឹងហើយតកែគាត់អត់ដឹងថាតកែគាត់ឲ្យចេញម៉ោងប៉ុន្មានអញ្ចឹងអត់ហ៊ានកក់ទុកមុនដល់ពេលអញ្ចឹងទៅមកទិញនៅនឹងទូក៏ដោយហើយអញ្ចឹងអង្គុយចាំឡើង1ម៉ោង2ម៉ោងនៅអង្គុយចាំហ្នឹងហើយមើលមនុស្សកកស្ទះពេញនឹងនៅចាំឡានក្រុងចាំម៉ោងឡានក្រុងចេញហើយខ្ញុំរ៉ែរនៅចុះចូលទៅក្នុងអង្គុយចាំនៅខាងក្នុងដែរលើហើយនេះកន្លែងគេអង្គុយចាំឡានក្រុងនៅខាងក្នុងនេះនៅខាងក្នុងនេះខែត្រជាក់មានម៉ាស៊ីនកម្ដៅខែក្ដៅមានម៉ាស៊ីនត្រជាក់
ចូលទៅអង្គុយខាងក្នុងហ្នឹងហើយអានេះពេលយប់នៅអង្គុយចាំហើយនេះពេលយប់នៅអង្គុយចាំឡានក្រុងឡើងមកយូរ1 ម៉ោង 2 ម៉ោងហើយអានេះម៉ោង 6 កន្លះយប់បាត់ហើយដោយសារឥឡូវខែត្រជាក់កាលមុនធ្លាប់ឡើងទៅដល់ប្រហែលជាប្រហែលជាន់ដែរឡើងទៅដល់កន្លែងគេលក់សវត្តឡើងទៅខាងលើតែសវត្តថ្លៃនេះឡានទំៀបជួរគ្នាឈប់ស្តុបហើយស្ទះខ្លាំងមែនតើសវត្តឡានក្រុងទិញតន់ទៅពេលតែអត់តន់ដឹងហើយខកជើងអត់បានទៅហើយស្អាតពេលយប់មើលនៅក្នុងទូរស័ព្ទអត់សូវហ្មងទេដូចថានេះថតអត់សូវច្បាស់ដែរថតចេញពីឡានក្រុងទៅកម្ពស់123ជាន់ហើយមើលអាគារផ្សេងបានធំជាកេះគេផងកម្ពស់អានេះបើសិនណាឡើងទៅលើនោះគេឡើងទៅដល់លើនោះហើយមើលពីខាងលើចុះមកខាងក្រោមវិញឃើញទេសភាពឡើងជុំវិញទីក្រុងសេអ៊ូលស្អាតមានទន្លេឡើងទៅឃើញទន្លេឃើញអីនេះនៅជាប់នេះទន្លេសិតតែទន្លេហើយផ្លូវនៅខាងក្រោមនោះកុំច្រឡំថាអត់មានផ្លូវទៀតនៅខាងក្រោមមានផ្លូវគេជិះកង់គេដើរនៅខាងក្រោមសិតតែមនុស្សទេនៅខាងក្រោមនេះខ្ពស់ណាគេអញ្ចឹងខ្ពស់នៅខាងក្រោមមានផ្លូវមួយជាន់ពីរជាន់ទេដោយសារតែនៅខាងក្រោមមានសួនកំសាន្តកន្លែងគេហាត់ប្រាណមានកន្លែងគេជិះកង់ហើយស្មានហ្នឹងក៏នៅតែមានមនុស្សនៅខាងក្រោមនៅមាត់ទន្លេខាងក្រោមហើយនេះពេលនេះស៊ូមមកស្អាតពេលជប់ហើយដល់ពេលគេឆ្លងឆ្នាំអីគេបាញ់កញ្ជួចនៅនេះចំកណ្ដាលទីក្រុងសូអ៊ូលមកគេ123ជាន់ប៉ុន្តែសវត្តឡើងទៅលេងនៅកពូលខាងលើនោះថ្លៃកាលនោះដូចជាម្នាក់មហានទេប្រហែលជាផ្លិចដែរដឹងថាថ្លៃកាលនោះមនុស្សច្រើនពេកkhôngអីបានឡើងទៅឲ្យថ្លៃក៏ដោយក៏សុខចិត្តទិញឡើងទៅមើលដែរប៉ុន្តែដោយសារថាវាមនុស្សច្រើនពេកកាលនោះអត់បានទិញឡើងទៅហើយស្ពាននៅណេះស្ពានមានមួយហើយធ្វើមួយទៀតមានមួយហើយធ្វើមួយទៀតស្ពាននឹងឆ្លងទន្លេនឹងមានប្រមាណកន្លែងទេរាប់មិនអស់ទេស្ពានពេលយប់ស្អាតរបស់គេម្យ៉ាងដែរកន្លែងណាក៏មានភ្លើងលម្អគេដាក់ភ្លើងហើយមើលស្ពានខ្វាត់ខ្វែងពេញហ្នឹងអានេះនៅខាងក្រោមហ្នឹងក៏មានផ្លូវនៅខាងក្រោមហ្នឹងមួយជាន់ទៀតដែរគេមានផ្លូវគេហើយនៅខាងក្រោមទឹកកុំច្រឡំថាអត់មានអីផ្លូវរថភ្លើងនៅខាងក្រោមទឹកនោះទៀតមួយយ៉ាងដែរនៅនេះអានោះអាផាត់ធឺនោះអានោះកន្លែងមាននេះទេផ្ទះគេទេអានោះអាផាត់ធឺនោះឃើញភ្លឺនោះផ្ទះហើយស្ពានមើលទៅឃើញពណ៌នោះអានោះស្ពាននោះដូចស្ពាននៅខ្មែរយ៉ាងដែរពួកក្រុមហ៊ុនកូរ៉េគេទៅធ្វើអញ្ចឹងហើយនៅនេះមានដែរគេធ្វើនៅនេះដែរហើយវាដូរពណ៌ចុះឡើងដូចស្ពាននៅខ្មែរយើងឃើញនៅខ្មែរយើងមានស្ពានហ្នឹងដែរតាមទន្លេនេះបើនៅខ្មែរយើងហួរត្រីមិនបាច់ទេនេះប៉ុន្តែនៅនេះអត់មានគេហួរហើយត្រីមិនបាច់ទេត្រីធំបាច់អត់មានអ្នកហួរចេះមើលស្ពានស្អាតស្ពានវាដូរពណ៌ចុះឡើងរហូតវាដូរពណ៌ដូចស្ពាននៅខ្មែរយើងដែរស្ពានគេហៅស្ពានអីគេស្ពានខ្សែកាបចេះអានេះនៅខ្មែរយើងក៏ដូរពណ៌ចុះឡើងដូចគ្នាដែរដឹងអានេះវាគេធ្វើដូចធ្វើតែមកធ្វើដែរទេធ្វើដូចជាប្រហែលជា 2-3 ឆ្នាំហ្នឹងទេបើខ្ញុំជិះឡានតាមនឹងទៅមករហូតរាល់អាទិត្យនេះស្ពានមានច្រើនកន្លែងអាស្ពានឆ្លងទន្លេហ្នឹងមានមួយហើយគេធ្វើមួយទៀតមានមួយហើយគេធ្វើមួយទៀតហើយតែគេសវលុយហើយស្ពាននេះមានទៀបទេស្ពាននៅពងអាជីនៅខាងលើនេះមានផ្លូវគេនៅខាងក្រោមមួយជាន់ទៀតអានេះគេធ្វើស្ពានបើកនៅខាងលើនឹងរហូតហើយគេខាងក្រោមគេបើកនៅខាងក្រោមវាជិះកង់គេហាត់ប្រាណអីនៅខាងក្រោមទៅនៅមាត់ទន្លេងាយអញ្ចឹងគេសវោអ្នកហាត់ប្រាណជិះកង់ដើរមកគូប្តីប្រពន្ធសង្សារមិត្តភ័ក្តិអីចឹងទៅហើយឡានដូច
និយាយពីវីដេអូមុនចឹងឡានក៏មកមានឡានបរទេសសិតឡានកូរ៉េទាំងអស់នេះឥឡូវឡើងមកដល់លើស្ពានខ្ពស់ហ្នឹងហើយវីដេអូអត់មានអីច្រើនទេមានតែប៉ុណ្ណឹងមកដល់ចង់មកចប់ហើយក៏អរគុណពុកម៉ែបងប្អូនដែលទស្សនាវីដេអូខ្ញុំបាទហើយវីដេអូមកដល់ចង់មកចប់ហើយ